Vâng,សួស្តីបងប្អូនថ្ងៃនេះខ្ញុំចង់និយាយពី channel ដែលជាប់ review content អីចឹងណាchannel review content អីដែលវាធ្លាប់ជាវីដេអូដែលវាសម្បូរនៅក្នុង YouTube ហើយគេចាប់ក្រុមហ៊ុន YouTube ចាប់មកដល់យើងអាចរកលុយបានអីចឹងណាហើយ channel ចាស់បងប្អូនមិនបាច់បោះចោលទេទុកវាយូរទៅវាអឺខាងក្រុមហ៊ុន YouTube គេឲ្យស្នើរលុយវិញបានហើយអត់អីទេអញ្ចឹងបងប្អូនអរគ្នា channel ណាដែលជាប់ review content ទុកសិនទៅឲ្យបដូរឈ្មោះបដូរអីទៅបាទហើយបើនិយាយសម្រាប់ខ្ញុំវាមានពីរដែរដែលជាប់ពីមុនធ្លាប់រកលុយបានហើយដល់ពេលក្រោយមកវាជាប់ដល់ពេលដែលវាជាប់ទៅក៏រកលុយលេងបានទៅអញ្ចឹងហើយខ្ញុំក៏ទុកចោលទៅហើយមួយរយៈក្រោយមកគេឲ្យយើងស្នើដងពីរដងអញ្ចឹងដែរតែបើយើងស្នើទៅបានអាហ្នឹងយើងអាចរកលុយវិញបានតទៅទៀតអញ្ចឹងតែបើយើងស្នើទៅវីដេអូយើងអត់ល្អអត់ original ក៏វាអត់ឲ្យដែរអញ្ចឹងយើងត្រូវតែធ្វើម៉េចបោះវីដេអូឲ្យបានច្រើនដូចជាវីដេអូ original ឲ្យបានច្រើនហើយពេលដែលយើងអឺយកវីដេអូគេមកភាគច្រើនគឺអញ្ចឹងជាប់ហើយជាប់ copyright ជាប់អីចឹងបើសិនជាបងប្អូនចង់ធ្វើឲ្យវីដេអូហ្នឹងវាដំណើរការបានយូរវាបានយូរវែងរកលុយបានយូរវែងទោះបីពីច្រើនយើងធ្វើបានច្រើនបានយូរឆ្នាំអញ្ចឹងបងប្អូនអរគ្នាត្រូវធ្វើម៉េចឲ្យបានវីដេអូ original ឲ្យបានច្រើនកុំយកពីគេមកច្រើនពេកនិយាយចំទៅកុំយកពីគេហ្មងក៏ល្អដែរយើងធ្វើតែវីដេអូយើងទៅវីដេអូយើងមើលក្នុង YouTube ទៅគេធ្វើម៉េចដែលអាចរកលុយបានច្រើនយើងព្យាយាមធ្វើបែបហ្នឹងទៅគឺមិនយូរទេគាត់ថាយើងអាចរកលុយបានច្រើនដូចគ្នាខ្ញុំនិយាយពីកាលពីឆ្នាំ2013ចឹងខ្ញុំអូមែនទេមែន2013 2017កាលហ្នឹងខ្ញុំយកវីដេអូគេមកធ្វើវីដេអូរបស់Master Chef តែពេលដាក់ទៅផុសទុះមានអ្នកមើលច្រើនហើយម៉ោងក៏ឡើងច្រើនអ្នក subscribe ក៏ច្រើនដែរប៉ុន្តែគ្រាន់ថាវីដេអូហ្នឹងវាជាប់ copyright ទោះបីជាវីដេអូហ្នឹងគ្រប់គោលការណ៍ក៏យើងស្នើអត់បានអញ្ចឹងប្រយ័ត្នមែនតើថាយកវីដេអូរបស់គេមកដាក់ធ្វើឲ្យស្នើហ្នឹងពេលខ្លះយើងផុសទៅអត់លោតទេអត់លោតក៏ copyright ទេវីដេអូអត់ជាប់ copyright ទេតែដល់ពេលស្នើគឺវានឹងជាប់ឲ្យ copyright អញ្ចឹងបងប្អូនអរគ្នាថាធ្វើម៉េចក៏ដោយអឺធ្វើវីដេអូ original ឲ្យបានច្រើនទោះបីវាមិនសូវល្អពីដំបូងឡើយវាមិនដែលល្អអត់ខ្ចោះទេគាត់ថាយូរទៅវាអាចនឹងល្អអត់ខ្ចោះបើសិនជាយើងព្យាយាមធ្វើវាហើយមួយទៀតគាត់ថាវាត្រូវការយើងធ្វើរាល់ថ្ងៃយើងជិតពេលធ្វើបានរាល់ថ្ងៃក៏កាន់តែល្អបើយើងទនេពេលពេលណាក៏យើងធ្វើបានដែរ YouTube ប៉ុន្តែគាត់ថាសំខាន់អឺយើងជិតពេលណាដែលទនេយើងធ្វើផ្លែតទៅហើយទនេទៀតធ្វើទៀតទៅអាហ្នឹងបែបអញ្ចឹងតែបើថាឲ្យយើងផុតពីការងារក៏កាន់តែល្អយើងផុតពីការងាររកស៊ីផ្សេងក៏យើងអាចធ្វើបានអញ្ចឹងវាល្អដូចគ្នាតែសម្រាប់ content ខ្លះគឺយើងធ្វើវាចំណាយពេលឬក៏ចំណាយកម្លាំងឲ្យច្រើនអញ្ចឹងក៏យើងមានពេលច្រើនធ្វើវាដែរតែបើសិនជាយើងអត់មានពេលច្រើនទេយើងមានពេលតិចយើងរក content ណាដែលអឺលឿនដែលថតយើងអាចធ្វើបានហើយលឿនអាហ្នឹងល្អមែនទែនមកហ្នឹងតែបើសម្រាប់ខ្ញុំឆ្លៀតពេលការងារខ្លះគាត់ពីការងារខ្លះខ្ញុំធ្វើទៀតដែរហើយនឹងណាមួយគាត់ដូចខ្ញុំនិយាយចឹងខ្ញុំឆ្លាញ់ខ្ញុំអត់ចោលទេ YouTube ទោះបីជា Facebook ល្អប៉ុណ្ណាក៏ខ្ញុំអត់ចោល YouTube ដែរព្រោះ YouTube
ខ្ញុំគិតថាល្អខ្លាំងជាង Facebook ទៀតចឹងហើយបានខ្ញុំចេះព្យាយាមធ្វើ YouTube ឡើងវិញគាត់ថាខ្ញុំបោះបង់វាយូរដែរបោះបង់ពី3ឆ្នាំដែរណាកាលពីហ្នឹងមកខ្ញុំចេះធ្វើតិចតិចតែគ្រាន់ថាយើងមិនធ្វើគឺថាយើងមិនប្រឹងធ្វើអញ្ចឹងបើដល់ឥឡូវយើងមានការងារមួយច្បាស់លាស់ហើយយើងប្រឹងធ្វើថែមទៀតអញ្ចឹងពីមុនយើងការងារអត់ទាន់មានអញ្ចឹងទៅយើងក៏ធ្វើនេះតិចធ្វើនោះតិចវាអត់បានទាំងអស់ដូច channel អញ្ចឹងយើងធ្វើម្ដង4 5ក៏អត់បានដែរវាតតអ្នកប្រឹងខ្លាំងអាហ្នឹងគេប្រឹងធ្វើជាប់រហូតទៀតខ្ជិលអាហ្នឹងគេធ្វើបាន4 5ទីក៏4 10ទៅតែបើសម្រាប់យើងអ្នកអត់ទាន់ចេះយើងធ្វើមួយឲ្យដឹងមួយសិនបានល្អធ្វើមួយឲ្យដើរស្រួលដំណើរការល្អហើយចាំយើងធ្វើផ្សេងទៀតបើយើងធ្វើក្នុងពេលតែមួយ4 5ឬក៏2 3អីហ្នឹងខ្ញុំគិតថាអាសាទៅដំបូងទេតិចទៅខ្ជិលហើយក៏លែងបានធ្វើដែរវាច្រើនតែបើមួយយើងធ្វើតែមួយហ្នឹងទៅបដោតលើតែមួយហ្នឹងឲ្យបានជោគជ័យទៅគឺយើងអាចរកលុយពីវាបានហើយអញ្ចឹងបានថានៅស្រុកយើងឥឡូវវាទូលំទូលាយខ្លាំងហើយមិនថាតែស្រុកយើងស្រុកគេឥឡូវក៏ទូលំទូលាយដែរគ្រប់តែប្រទេសហ្នឹងឥឡូវ YouTube វាល្បីល្បាញអញ្ចឹងយើងអាចរកលុយពីវាបានទោះបីតិចច្រើនក៏យើងអឺធ្វើវាដោយសុបាយចិត្តយើងកុំគិតថាចង់បានតែលុយពេកក៏វាមិនកើតយើងត្រូវខំប្រឹងធ្វើវាដើម្បីទុកមើលថ្ងៃក្រោយឬក៏ទុកឲ្យកូនចៅយើងមើលថ្ងៃក្រោយក៏បាននិយាយចំវាជាវីដេអូមួយដែលយើងធ្វើវាទុកចោលទៅយើងកុំគិតថាដល់ធ្វើ YouTube ដល់តែបានលុយច្រើនវាមិនអាចថាបានច្រើនទេយើងកុំសង្ឃឹមខ្ពស់ពេកគាត់ថាយើងធ្វើវាបែបសបាយធ្វើវាបែបសបាយទៅធ្វើវាបែបទុកដើម្បីកូនចៅយើងមើលពេលក្រោយទៅពេលដែលយើងអត់នៅអត់អីចឹងឥឡូវខ្ញុំនិយាយចឹងបងប្អូនដឹងហើយនៅពេលណាគាត់ថាបើសម្រាប់ខ្ញុំចង់ធ្វើវីដេអូបែបចឹងទៅពេលខ្លះវាសល់ដល់កូនដល់ចៅយើងបានឃើញរូបយើងកាលនៅវ័យប៉ុណ្ណឹងគឺគ្រាន់ជាងយើងអត់មានសល់អីសោះសល់ទៅផតអត់មានវីដេអូអត់មានអីក៏គិតថាវាអត់ល្អមើលចឹងបានខ្ញុំចេះខំប្រឹងធ្វើវីដេអូខ្លះដើម្បីបន្សល់ទុកវីដេអូហ្នឹងឲ្យកូនខ្ញុំអីពេលដែលខ្ញុំអត់នៅអីចឹងទៅគាត់អាចឃើញអាចស្គាល់អាចដឹងចឹងខ្ញុំស្រឡាញ់តាមហ្នឹងទេហើយវាល្អជាងរូបថតយើងអាចថតបានមែនយកមកជួនចាំងបានមែនប៉ុន្តែវាអត់រស់រវើកដូចវីដេអូរបស់យើងធ្វើទេហើយមួយទៀតខ្ញុំមើលឃើញស្រុកខ្មែរយើងក៏មានកន្លែងកម្សាន្តច្រើនបើសិនជាបងប្អូនខ្វះ content ខ្វះអីក៏យើងអាចធ្វើ content ផ្សព្វផ្សាយពីកន្លែងទេសចរកន្លែងអីដូចជាអង្គរវត្តក៏អីចឹងអាហ្នឹងក៏ល្អដែរយើងធ្វើបែបទេសចរលក្ខណៈបែបទេសចរក៏មានអ្នកមើលច្រើនដែរតែសម្រាប់អ្នកដែលមានពេលវេលាច្រើនសម្រាប់ដើរលេងដែរខ្លួនមួយខ្លួនអីមិនជាប់ការងារស៊ីអីច្រើនឬក៏យើងអាចឆ្លៀតពីការងារខ្លះបានហ្នឹងល្អតែបើសិនជាអ្នកជាប់ស៊ីជាប់អីហើយលក់ដូរអីហើយដើរអត់រួចទេអញ្ចឹងយើងអត់បានធ្វើវីដេអូបែបចឹងទេតែយើងធ្វើវីដេអូបែបធម្មតាទៅនៅផ្ទះនៅអីជួបជុំគ្រួសារកូនអីចឹងទៅអាហ្នឹងក៏វាសុបាយមួយយ៉ាងដែរហើយវាអាចថាថ្ងៃក្រោយទៅយើងអាចរកលុយបានរកអីចឹងទៅយើងក៏ផ្សែងផ្សំគ្នាទៅតាមហ្នឹងទៅថាมันបានទេក៏យើងធ្វើបែបសុបាយទៅបែបចូលចិត្តដូច
លោកគ្រូវាសនាដែលគាត់តែងនិយាយថាអស់លុយពី YouTube ពីអីគាត់បរៀនពីការរកលុយពី YouTube ពីអីអញ្ចឹងគាត់និយាយបែបថាឲ្យយើងធ្វើបែបខំប្រឹងធ្វើមួយអញ្ចឹងណាវាជាការចូលចិត្តឬគាត់និយាយអញ្ចឹងការស្រឡាញ់ការចូលចិត្តធ្វើដោយការស្រឡាញ់ការចូលចិត្តអញ្ចឹងទៅបាទហើយវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងអរគុណច្រើន